បរិះដែលជាអតីតប្តីក្រោយពីរងការរិះគន់រឿងចុះចោលប្រពន្ធទៅភ្ជាប់ពាក្យជាមួយនឹងអ្នកថ្មីដែលទើបតែស្គាល់គ្នាបាន6ខែពេលនេះបរិះដែលជាអតីតប្តីបានចេញមុខមកបកស្រាយហើយដោយនៅក្នុងនោះលោកបានសរសេរសំណេរផុសជាសារនៅលើបណ្ដាញសង្គម Facebook រៀបរាប់ដូចនេះថាខ្ញុំមិនយល់ពីអត្តន័យស្នេហាដែលគេចោទមកលើរូបខ្ញុំទេពួកខ្ញុំបានប្រកាសបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធអស់រយៈពេលជាង2ឆ្នាំមកហើយចាស់ទុំទាំងសងខាងបានដឹងឮអតីតខ្ញុំក៏គាត់បានប្រកាសជាសាធារណៈមកដែរការបញ្ចប់គ្នាគ្រាន់តែនៅរាប់អានគ្នានិងចិញ្ចឹមកូនរួមគ្នាតែប៉ុណ្ណោះផ្ដល់ភាពកក់ក្ដៅជាម្ដាយឪពុកឲ្យកូនជាធម្មតាចំណែកឯអ្នកក្រោយដែលទើបតែស្គាល់គ្នាបានរយៈពេល6ខែហើយអ្វីបងប្អូនទាំងអស់គ្នាចោទប្រកាន់គាត់ថាជាមនុស្សយកប្តីគេទៅវិញខ្ញុំមិនយល់នោះទេជាធម្មតានោះទេនៅក្នុងចំណងជាប្តីប្រពន្ធមានរឿងជាច្រើនដែលបានកើតឡើងរហូតយើងទាំងពីរបានសម្រេចចិត្តបញ្ចប់ជីវិតជាប្តីប្រពន្ធហើយរឿងទាំងនោះគឺខ្ញុំមិនបកស្រាយព្រោះមិនចង់ឲ្យមានរឿងរ៉ាវហែកហួរគ្នាបងពុលសង្គមនោះទេពលគឺទុកមុខមាត់រាប់អានគ្នាដើម្បីកូនក៏ជាការរក្សាកិត្តិយសឲ្យកូនខ្ញុំផងដែរហើយកន្លងមកពួកខ្ញុំក៏តែងតែនិយាយគ្នារហូតដឹងរឿងគ្នាទៅវិញទៅមកបើកចិត្តឲ្យយកអ្នកថ្មីដូចគ្នាហើយរឿងរ៉ាវស្នាមមេដៃដែលខ្ញុំទើបតែផ្ដិតនេះដោយសារតែអតីតភរិយារបស់ខ្ញុំចាំឲ្យខ្ញុំចុះទៅផ្ទាល់នៅស្រុកខ្មែរហើយខ្ញុំទើបតែអាចសុំថៅកែទៅបានការផ្ដិតមេដៃរបស់ខ្ញុំគ្រាន់តែជាឯកសារជាលេខអក្សរសម្រាប់រៀងខ្លួនតែប៉ុណ្ណោះសម្រាប់ការគិតគូរអនាគតកូនទៅថ្ងៃខាងមុខតែប៉ុណ្ណោះហើយសម្រាប់អ្នកថ្មីដែលជាគូដណ្ដឹងរបស់ខ្ញុំគាត់មិនដឹងរឿងអ្វីនោះទេគាត់ព្រមទទួលយកខ្ញុំព្រោះតែខ្ញុំបានដាច់ស្រេចជាមួយនឹងគ្រួសារខាងប្រពន្ធខ្ញុំរួចរាល់ទៅហើយទើបគាត់បានទទួលយកខ្ញុំជាគូដណ្ដឹងហើយខ្ញុំបានបញ្ចប់គ្នាក៏ជាទំនួលខុសត្រូវលើការចិញ្ចឹមរបស់កូនខ្ញុំទាំងពីរនាក់ដែរខ្ញុំចប់គ្នា1ឆ្នាំ3ខែទើបខ្ញុំបើកបេះដូងទទួលយកអ្នកថ្មីហេតុអ្វីបានជាបងប្អូនពុកម៉ែនៅក្នុងបណ្ដាញសង្គមចោទខ្ញុំថាក្បត់ទៅវិញនេះគឺជាការបកស្រាយរបស់បុរសជាប្តីដែលមានឈ្មោះថាឈិតសុផុនដែលគាត់បានផុសសារនេះនៅលើបណ្ដាញសង្គម Facebook ក្រោយពីពុកម៉ែបងប្អូនមួយចំនួនបានចោទប្រកាន់ទៅរូបគាត់ថាគាត់នឹងបានចុះចោលប្រពន្ធហើយនឹងកូនរបស់គាត់ទៅរៀបការជាមួយនឹងអ្នកថ្មីហើយនៅក្នុងនោះផងដែរលោកឈិតសុផុនក៏បាននិយាយបកស្រាយបន្ថែមទៀតផងដែរថាសូមពុកម៉ែបងប្អូនទាំងអស់គ្នាឈប់យល់ច្រឡំមកលើរូបខ្ញុំទីទៅដោយសារតែរូបខ្ញុំបានលះលែងជាមួយនឹងអតីតភរិយារបស់ខ្ញុំអស់រយៈពេល1ឆ្នាំ3ខែទៅហើយបាទចឹងគាត់បកស្រាយនេះគឺជាការបកស្រាយបាទលម្អិតឲ្យបងប្អូនទាំងអស់គ្នាដោយសារតែគាត់នឹងបានលះលែងជាមួយនឹងប្រពន្ធរបស់គាត់បាទអស់រយៈពេលជាង1ឆ្នាំមកហើយបងប្អូនទាំងអស់គ្នាហើយការភ្ជាប់ពាក្យជាមួយនឹងអ្នកថ្មីនេះបាទទើបតែបាទស្គាល់គ្នាបាន6ខែនោះទេបាទគាត់បានភ្ជាប់ពាក្យជាមួយនឹងអ្នកថ្មីបាទចឹងគាត់មិនបានបាទចោះចោលប្រពន្ធដោយខុសច្បាប់នោះទេបាទគឺគាត់នឹងបានលះលែងគ្នាអស់រយៈពេលបាទជាង1ឆ្នាំមកហើយបងប្អូនទាំងអស់គ្នាបាទចឹងពុកម៉ែបងប្អូនបាទមានមតិយោបល់យ៉ាងណាបាទចំពោះការបកស្រាយរបស់បុរសជាប្តីខាងលើនេះបាទសូមខមមិនបាទជាការបញ្ចេញមតិនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយជាចុងក្រោយសូមកុំភ្លេចជួយ Subscribe ជេនែលនេះដើម្បីទទួលបានព័ត៌មានថ្មីៗនៅពេលក្រោយបាទសូមអរគុណ